Đây,ពេលនេះខ្ញុំចង់បង្ហាញពីរបៀបភ្ជាប់ Wi-Fi របស់ Samsung Karaoke គាត់ថាយើងត្រូវមាន Wi-Fi connection មួយអាហ្នឹងហើយបន្ទាប់មកមាន USB port វានៅទីតាំងនៅក្រោមនេះក៏មានក្រោម screen ក៏មាននៅខាងផ្នែកខាងក្រោយ screen ខ្ញុំដល់ពីក្នុងហ្នឹងហើយក៏បានតែឥឡូវមកនេះខ្ញុំដល់វានៅក្រៅចុះវានៅក្នុងនេះដល់វាចូលហើយបាទហើយអ្នកទាំងអស់គ្នាត្រូវតែមានទូរស័ព្ទមួយទៀតតែមានទូរស័ព្ទ smartphone ក្នុងការជាប់នេះយើងស្រួលទេមាន Wi-Fi នៅលើនេះខ្ញុំគាត់ចូល Wi-Fi ទៅហើយក្នុង Wi-Fi មានពីរចំណុចទីមួយខ្ញុំចង់យក net mode ហ្នឹងគឺថានៅផ្ទះរបស់យើងមាន Wi-Fi ខ្ញុំគាត់ថាទៅហើយនៅ office ខ្ញុំអញ្ចឹងខ្ញុំមាន office អញ្ចឹងoffice ហ្នឹងខ្ញុំ Wi-Fi password lock ចូលទៅអាហ្នឹងហើយយើង connect Wi-Fi វាចូលទៅក្នុង Wi-Fi នៅផ្ទះយើងវិញប៉ុន្តែបើថាអត់ Wi-Fi ទៅយើងចង់ប្រើ Wi-Fi ម៉ាស៊ីនហ្នឹងយើងគ្រាន់តែគេនេះមាន hotspot យើងយក Wi-Fi USB មួយហ្នឹងធ្វើជា hotspot ហ្មងបន្ទាប់មកអានេះខ្ញុំដំណើរការវាខ្ញុំចុច enable ទៅចុចទៅបន្តិចពេលវាលោតភ្លើងក្រហមមកថាវាដើរហើយអូខេឥឡូវខ្ញុំចេញមកវិញខ្ញុំ log in ទូរស័ព្ទខ្ញុំថ្មីខ្ញុំ log in ទូរស័ព្ទរបស់ខ្ញុំទូរស័ព្ទរបស់ខ្ញុំទៅខ្ញុំចូលខ្ញុំដូរ Wi-Fi connection ខ្ញុំសិន Wi-Fi ខ្ញុំដូរទៅមើលដូចនេះមើល Wi-Fi connection នេះ KTV1582 នេះខ្ញុំ connect វាទៅអូខេវាដើរហើយបើថាវាអត់ដើរទេចាំមើលតោះថាមកខ្ញុំជួញឲ្យម្ដងហើយនេះ Wi-Fi នេះ362តោះមកខ្ញុំ Wi-Fi password USB មកនេះ Wi-Fi password ទៅដល់1 2 3 4 5 6 7 8បាទពេល Wi-Fi នោះមាន8នេះ password វាដើរហើយតទៅពីដើរមកយើងអាចយកកម្មវិធីអីក៏បាន LINE ក៏បានអាចយក LINE ក៏បានហើយ LINE នោះយើងយកពាក្យកន្លែង contact នេះហើយ add friend នេះមាន QR code នេះ QR code នឹងគាត់ថាខ្ញុំចុច QR code ត្រូវការ scan រូបអីនេះ scan រូបអីខ្ញុំគាត់ចុចលើជ្រើសតាមទូរស័ព្ទមកខ្ញុំចេញ code គៀននេះហីខ្មៅហ្នឹងយើងគាត់យកកាមេរ៉ា scan យកវា link មកយើង open នេះខ្ញុំ open ចូលអញ្ចឹងតោះវាលោតទៅផ្ទាំងបញ្ជាវានេះផ្ទាំងបញ្ជាហើយបើថាខ្ញុំចង់វាយបត់សន្យាស្រុកស្រែខ្ញុំគ្រាន់តែដូរណាចេញខ្ញុំវាយសន្យាស្រុកស្រែវាចេញហើយជាជនជាអ្នកក៏បានមួយអាចវាយជាអក្សរពេញក៏បានឥឡូវខ្ញុំចុចចាំមើល screen នេះចុចហើយខ្ញុំចុច play screen វាដូរអូខេបាទនៅលើនោះបិទបើកសលេងនៅនេះទាំងអស់ចាក់ឡើងវិញ stop បើកសលេងខ្លាំងឯនៅនឹងទាំងអស់បាទមិនមែនតែប៉ុណ្្នឹងទេសូមអរគុណ